ngàyនេះបានព្រីងជ្រក់អំបិលម្ទេសមកបងព្រីងថ្មីស្រស់យកមកជ្រក់ជាមួយអំបិលម្ទេសនិយាយពីថាជាសាហាវបងប្អូនអើយដល់រដូវខែព្រីងហើយបងខ្ញុំចេញពីធ្វើការជិះមកឃើញគេលក់ព្រីងតំណងពេកក៏ទិញព្រីងសួរគេ1គីឡូ 35,000 ថ្លៃជាងគុយទៀតហ่าបងតែរសជាតិវិញឆ្ងាញ់របស់គេដែរគ្រាប់ធំហើយរសជាតិវិញជូរចត់បុកជាមួយនឹងអំបិលម្ទេសរបស់យើងទៀតជាតិបដ ாய் បងកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាណាដល់រដូវខែព្រីងហើយតែគាត់ថារៀងថ្លៃបន្តិចដោយសារតែខ្ញុំក្មេងមកពីខេត្តធ្លាប់តែញ៉ាំព្រីង1កំប៉ុង 2,000 ដល់មកឲ្យទិញព្រីង1កំប៉ុង 8,000 10000 អញ្ចឹងមានអារម្មណ៍ថាដូចថ្លៃខ្លាំងណាស់បាយបងប្អូនទាំងអស់គ្នា